ខ្ញុំពិតជាសរសើរខាងចិនមែនទែនគាត់អាចប្រើប្រាស់ឆ្នៃរបស់ដែលយើងគិតថាអត់មានបានផលប្រយោជន៍អីចឹងណាបងប្អូនទាំងអស់គ្នានេះគឺជាដើមត្រែងដែលដុះស្ញេះពេញព្រៃតែម្ដងនៅក្នុងប្រទេសខ្មែរយើងហើយនៅពេលរដូវក្តៅវាងាប់ទុកចោលចឹងទៅបងប្អូនទាំងអស់គ្នាខ្លាចជាព្រៃចឹងទៅក៏ប៉ុន្តែនៅក្នុងប្រទេសចិនវិញគេនឹងយកវាទៅកែច្នៃធ្វើជារបស់ប្រើប្រាស់ជាច្រើនប្រភេទដើមត្រែងនេះវែងត្រង់ល្អខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហើយមួយឆ្នាំពួកគេតែងតែមកប្រមូលផលត្រែងទាំងអស់នេះដើម្បីយកទៅដាក់នៅក្នុងម៉ាស៊ីនរបស់គេមានម៉ាស៊ីនត្បាញបងប្អូនទាំងអស់គ្នាបាទហើយម៉ាស៊ីនហ្នឹងគឺអត់ពិបាកទេគ្រាន់គេតម្រឹមដើមត្រែងហ្នឹងទៅដាក់ចូលទៅភ្លុចទៅបាទវាក្រងឲ្យអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយគេអាចយកទៅប្រើប្រាស់ដូចជាការបាំងថ្ងៃឬក៏ជញ្ជាំងបាំងកម្ដៅថ្ងៃជាដើមបាទហើយម៉ាស៊ីនហ្នឹងក៏អូតូកាត់តម្រឹមបាទគល់ត្រែងនឹងឲ្យស្មើគ្នាតែម្ដងដាក់លក់នៅលើទីផ្សារបាទនេះគឺជាប្រទេសដែលគេធ្វើអញ្ចឹងពីដើមត្រែងដើម្បីបាំងកម្ដៅថ្ងៃតែម្ដងបងប្អូន